សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីដែលថ្ងៃនេះគឺយើងមកធ្វើការ ranking នៅសមាជិកក្រុម Akatsuki ម្ដងទៀតពីខ្សោយទៅខ្លាំងខ្ញុំដឹងថាវីដេអូហ្នឹងគឺខ្ញុំបានធ្វើម្ដងរួចហើយពីការ ranking ប៉ុន្តែថ្ងៃនេះគឺយើងមកធ្វើវាម្ដងទៀតដោយផ្អែកទៅលើសមត្ថភាពទូទៅម្ដងដូចដែលយើងដឹងហើយថានៅក្នុង Shinobi World ការប្រយុទ្ធគឺវាមិនមែនពឹងផ្អែកទៅលើថាមពលសុទ្ធសាធទេគឺវាមាន strategy មាន speed មាន chakra jutsu និងកម្រិត intelligence ដែលសមាជិកម្នាក់ៗមានយើងចាប់ផ្ដើមពីអ្នកខ្សោយបំផុតគឺជា Hidan គឺយើងបានចាប់ទុកថាគាត់គឺនៅចំណាត់ថ្នាក់លេខ10ដោយសារតែយើងយល់ថាគាត់គឺខ្សោយជាងគេហើយសូម្បីតែ Hidan ខ្លួនឯងក៏គាត់ធ្លាប់និយាយថាគាត់គឺជាសមាជិកមួយដែលខ្សោយបំផុតនៅក្នុងក្រុម Akatsuki ហើយការវាយប្រហាររបស់គាត់ភាគច្រើនគឺវាអត់សូវស្មុគស្មាញទេគាត់តែងតែប្រើប្រាស់ strategy ដដែលហើយនៅក្នុងពិភព Naruto បើសិនបើគាត់គឺបានវាយគ្នាជាមួយនរណាគេលើសពី2ដងគេនឹងដឹងពីរបៀបនៅក្នុងការ counter គាត់បើសិនជាយើងអត់ទាន់ដឹងពី Hidan គឺគាត់មាន jutsu ដែលគួរឲ្យខ្លាចបំផុតមួយដែលយើងស្គាល់គឺជា Ritual Yashim ជាពិធីសាសនាដែលគាត់អាចសម្លាប់អ្នកដទៃបានប៉ុន្តែបញ្ហា jutsu នេះគឺវាត្រូវមានលក្ខខណ្ឌច្រើនដើម្បីមកធ្វើដែលថាទី1គឺគាត់ត្រូវការឈាមរបស់គូប្រយុទ្ធហើយទី2គាត់ត្រូវតែប្រើឈាមហ្នឹងនៅក្នុងសញ្ញា ritual ដែលគាត់បានគូហើយគាត់ត្រូវតែឈរនៅលើសញ្ញាហ្នឹងរហូតដល់ការវាយគ្នាទៅបានបញ្ចប់បើសិនជាគូប្រយុទ្ធគឺគាត់មាន trick ឬក៏មាន defense jutsu ល្អ Hidan គឺពិបាកនៅក្នុងការ beat ណាស់ឬក៏ថាបើសិនបើ ninja ណាដែលគាត់មាន speed Hidan ក៏អាចនឹងពិបាកវាយឲ្យមានរបួសនិងយកឈាមមកដែរហើយយើងក៏ធ្លាប់ឃើញថានៅពេលដែល Hidan គឺបានប្រយុទ្ធគ្នាជាមួយនឹង Azuma រួច Shikamaru ក៏ដឹងរបៀបនៅក្នុងការ counter ហើយ Hidan ក៏ត្រូវបានចាញ់លេខ9ដែលយើងនិយាយគឺជា Kaguzu ត្បិតថាមនុស្សជាច្រើនមើលឃើញថាគាត់ខ្លាំងដោយសារតែគាត់គឺមានបទពិសោធន៍តាំងពីជំនាន់ Hashirama មកហើយមានបេះដូងរហូតដល់5អាចប្រើ Nature Transformation បានច្រើនប្រភេទប៉ុន្តែបើសិនជាយើងប្រៀបធៀបជាមួយនឹងក្រុមសមាជិក Akatsuki ផ្សេងៗគាត់គឺនៅស្ថិតក្រោម Kaguzu ត្បិតថាគាត់មាន Defense Jutsu ខ្លាំងដែលអាចប្រែស្បែកទៅជារឹងដូចថ្មប៉ុន្តែ Defense នេះក៏អាចត្រូវបាន counter ដែរដូចជាអ្នកដែលចេះ Lightning Style ឬក៏ Jutsu ខ្លាំងជា Rasen Shuriken គាត់គឺមានជីវិត5ដងដោយសារមានបេះដូង5ហ្នឹងប៉ុន្តែយើងឃើញថាបេះដូង5នេះគឺអាចនឹងត្រូវបានបំផ្លាញយ៉ាងលឿនប្រសិនបើគូប្រយុទ្ធគឺមាន strategy និង power ខ្ពស់គ្រប់គ្រាន់ហើយចំណុចផ្សេងទៀតដែលយើងឃើញពី Kaguzu គឺជាការវាយ Taijutsu ជាមួយនឹង Kakashi តែការវាយគ្នានេះគឺយើងឃើញថា Kaguzu ក៏អាច beat ទៅលើ Kakashi បានដែរហើយ Elemental Jutsu ដែល Kaguzu មានយើងដឹងគឺមានភ្លើងទឹកពន្លឺដីនិងខ្យល់វាខ្លាំងប៉ុន្តែវាមិនគ្រប់គ្រាន់ទៅដល់កម្រិត Akatsuki លើទេហើយយើងឃើញថា Kaguzu ក៏អត់អាច counter ទៅលើ Naruto បាននៅពេលដែល Naruto គឺបាន spam ប្រើទៅលើ Rasen Shuriken យ៉ាងតែ Naruto ពេលហ្នឹងគឺយើងដឹងហើយថាកម្រិតរបស់គាត់គឺអត់ទាន់បានបើក Sage Mode ទេយើងទៅលេខ8គឺជា Satsu មនុស្សជាច្រើនគិតថាគាត់ខ្សោយប៉ុន្តែតាមពិតគឺអត់ដូចយើងគិតទេយើងត្រូវដឹងថា Satsu គឺមាន2គឺ Black Satsu និង White Satsu ដែលជា ability ត្រូវបានបង្រួម Black Satsu នៅក្នុងសង្គ្រាមគឺយើងអាចឃើញគាត់រក្សាការប្រយុទ្ធជាមួយនឹង Mizukage ទី5ក្រុម Jonin ហើយនៅពេលដែល Naruto clone មកដល់ Black Satsu គឺនៅតែអាចទប់ទល់បានហើយធ្វើឲ្យការប្រើប្រាស់ Rasen Shuriken គឺត្រូវបានកាត់ផ្តាច់ហើយ Black Satsu ថែមទាំងមាន Wood Style មួយកម្រិតទៀតដែលអាចទប់ជាមួយនឹង Ninja ជាច្រើនហើយ ability នេះគឺវាមិនមែនទូទេចំណែកឯ White Satsu វិញក៏មាន ability ច្រើនដែរដែលគ្រោះថ្នាក់ដូចជា Infiltration ដែលគាត់អាចបំលែងរាងកាយទៅជាមនុស្សផ្សេងស្រូបយកឆាក្រាហើយកែខ្លួនឲ្យដូចទៅនឹងមនុស្សម្នាក់នោះហើយចំពោះ Ninja ធម្មតាគឺពិបាកនៅក្នុងការចាប់គាត់ណាស់ White Satsu ក៏មាន Spore Jutsu ដែលអាចដាក់នៅលើមនុស្សមិនឲ្យពួកគេដឹងហើយស្រូបយកឆាក្រាពីបុគ្គលនោះនិងផ្ទេរទៅកាន់អ្នកផ្សេងបានរួចយើងក៏បានឃើញនៅក្នុង Fight Kage Summit សម្បូរដោយ Ninja ខ្លាំងប៉ុន្តែអត់មានអ្នកគេអាច detect រកឃើញទៅលើ White Satsu ទេទោះបីថា White Satsu គឺគាត់អត់បានវាយមុខទល់នឹងមុខជាមួយនរណាគេផ្សេងក៏ដោយប៉ុន្តែសមត្ថភាពរបស់គាត់គឺខ្លាំងនៅក្នុងការស៊ើបការលាក់ខ្លួនចម្លងហើយរំខានទៅលើគូប្រយុទ្ធគ្រោះថ្នាក់ដែរលេខ7 Sasori គឺយើងស្គាល់រហស្សនាម Sasori of the Red Sun Sasori គឺជា Ninja ដែលអាចប្រើ Puppet Jutsu ខ្លាំងហើយគាត់ថែមទាំងបំលែងរាងកាយរបស់គាត់ទៅជា Puppet ដើម្បីលុបចំណុចខ្សោយរបស់មនុស្ស Puppet ដែលគាត់បង្កើតដែលគ្រប់គ្នាស្គាល់គឺជា Third Kazekage ដែលអាចប្រើ Iron Sand បានហើយអ្វីដែលយើងដឹងគ្រោះថ្នាក់ចេញមកពី Sasori គឺជា Poison បើសិនជាគូសត្រូវណាមួយគឺបានប៉ះអាវុធរបស់គាត់ឬក៏របួស
អត់មានថ្នាំប្រសាទទេគឺនឹងត្រូវដេកស្លាប់យើងក៏បានឃើញឈុតវាយគ្នាមួយរបស់ Sasori ជាមួយនឹង Sakura និង Lady Gio ហើយពួកគេទាំងពីរគឺបាន counter ទៅលើ Puppet Master នេះនៅក្នុងការប្រយុទ្ធដោយសារតែ Sakura គឺមានកម្លាំងខ្លាំងនិងមាន antidote ដែលជាថ្នាំប្រសាទទៅលើ poison របស់ Sasori លេខ6គឺ Conan គឺជាតួអង្គមួយដែលមនុស្សជាច្រើនអត់សូវចាប់អារម្មណ៍ទេដោយសារតែគាត់មាន scene តិចពេកប៉ុន្តែគាត់ខ្លាំងលើសពីអីដែលយើងមើលឃើញបើសិនជាយើងវិភាគសមត្ថភាពរបស់គាត់គឺជា Pepper Jutsu Conan គឺអាចបំលែងរាងកាយទៅជាក្រដាសបង្កើត Pepper Bomb បង្កើត Pepper Clone និងអាវុធផ្សេងៗទៀតដែលជាក្រដាសចំណុចល្អរបស់ Conan គឺគាត់អាចហោះបានហើយយើងដឹងហើយថានៅក្នុង Shinobi World អត្ថប្រយោជន៍មួយនេះអត់សូវមានមនុស្សជាច្រើនមានទេហើយបើសិនជាអាចហោះបានចឹងការវាយ long range ជាមួយនឹង ninjutsu គឺវា perfect មែនតើហើយអ្នកដែលជាគូប្រជែងបើសិនជាចេះតែ physical attack គឺពិបាកវាយចូលទៅលើ Conan ណាស់ហើយ Conan គឺស្តៀងទៅនឹង Suigetsu ចឹងដែលគាត់អាចបំលែងរាងកាយដូចទឹកហើយយើងក៏ធ្លាប់បានឃើញ Conan គឺបានវាយគ្នាជាមួយនឹង Aburame Clan នៅពេលដែល Pain គឺចូល attack Hidden Leaf Aburame Clan គឺជា clan មួយដែលមានសមត្ថភាពខ្លាំងដែលគាត់អាចធ្វើការបង្កើតសត្វល្អិតជាច្រើនដើម្បីចូលមករំខាននិងស្រូបយក chakra អ្វីដែលធ្វើឲ្យ Conan ខ្លាំងមួយទៀតគឺយើងបានឃើញ Conan វាយគ្នាជាមួយនឹង Obito ហើយយើងដឹងហើយថាអ្នកដែលវាយគ្នាមួយ Obito បានមិនមានច្រើនទេមានតែគ្រូរបស់គាត់ប៉ុន្តែ Conan គឺបានហូលការវាយគ្នានេះយ៉ាងល្អដែលយើងឃើញនៅពេលដែល Conan គឺបានវិសនឹង take down ទៅលើ Obito ដោយប្រើទៅលើ Ocean Pepper Bomb តែត្រូវបាន Obito គឺ counter វិញដោយប្រើ Izanagi ហើយវាគឺជាកន្លែង scene មួយដែលយើងមិននឹកស្មានថា Conan គឺអាចធ្វើបានដល់បែបនេះលេខ5 Deidara គឺជាសមាជិកក្រុម Akatsuki មួយដែលមនុស្សជាច្រើនមើលស្រាលប៉ុន្តែអីដែលយើងដឹងសមត្ថភាពខ្លាំងគឺជា explosive clay របស់គាត់ clay ទាំងអស់នេះគឺអាចបង្កើតទាំងសត្វទាំងក្របបែកដែលមានលក្ខណៈផ្ទុះច្រើនប្រភេទហើយប្រភេទដែលយើងនិយាយដំបូងគឺជា C2 Dragon គឺវាអាចបាញ់ក្របបែកជាបន្តបន្ទាប់គណៈពេលដែលគាត់គឺបានហោះនៅលើសត្វដែលគាត់បាន summoning នឹងហើយវាអាចរក្សាការវាយ long range របស់ Deidara បានយូរ explosive clay ផ្សេងទៀតដូចជាC3 វាដូចជា nuclear ចឹងដែលអាចបំផ្លាញ village ទាំងមូលបានហើយយើងបានឃើញគាត់គឺបានប្រើវានៅក្នុងការវាយប្រហារទៅលើ Sand Village ដែលចង់ទម្លាក់ C3 បំផ្លាញទីក្រុងរបស់ Gaara ចោលហើយ Jutsu ខ្លាំងមួយប្រភេទទៀតគឺជា C4 វាគឺជា Jutsu មួយដែលបានបង្កើត Nano Bomb ហើយដាក់វាចូលទៅក្នុងរាងកាយគូសត្រូវហើយពិបាកនៅក្នុងការ counter ណាស់ដោយសារតែវាផ្ទុះចេញមកពីក្នុងវិញបើសិនជាយើងចង់ counter ទៅលើ Jutsu នេះគឺយើងត្រូវមានលក្ខខណ្ឌច្រើនដែរគឺយើងត្រូវចេះ lightning style ដើម្បីបំផ្លាញគ្រាប់បែកហ្នឹងយើងត្រូវចេះមើលគ្រាប់បែកហ្នឹងនៅបំណែកទូចហើយយើងត្រូវឆ្លាតដើម្បីមាន skill ណានៅក្នុង counter ហើយយើងបានឃើញអ្នកដែល counter Deidara បានគឺជា Sasuke គឺគាត់មាន Sharingan ជាមួយនឹង lightning style ហ្នឹងហើយគណៈពេល Deidara គឺគាត់ចង់ប្រើ C4 មកក្បាច់ដើម្បី one shot ទៅលើ Sasuke ហើយចុងក្រោយនៅពេលដែល Deidara គឺត្រូវបានចាញ់គាត់ក៏បានប្រើទៅលើ Ciceroដែលជាការបំផ្ទុះដើម្បីធ្វើអត្តឃាតទាំងអស់គ្នាហើយមនុស្សជាច្រើនគឺបាននិយាយថា Cicero នេះវាជា ability មួយដែលខ្លាំងមែនទែនក៏មានអ្នកផ្សេងគឺយកវាទៅប្រៀបធៀបគ្នាជាមួយនឹង Space Time Jutsu របស់ Obito គឺអាច counter បានមកហើយបែបនេះហើយបានជាយើងគិតថា Deidara គឺគាត់គួរណាស់តែបានលេខ5លេខ4 Kisame Hoshikage Kisame ត្រូវបានគេហៅថាជា Tail Beast without a tail ព្រោះ Chakra Reserve របស់គាត់គឺធំខ្លាំងពេកហើយនៅក្នុងក្រុម Akatsuki member គាត់ប្រហែលជាមាន chakra ច្រើនជាងគេបើសិនជាយើងដក Nagato ចេញ Kisame យើងដឹងគឺគាត់អាចប្រើប្រាស់ water style ហើយគាត់គឺអាចបង្កើតទឹកជាច្រើនបែបបើទោះបីជាកន្លែងហ្នឹងគឺអត់មានទឹកក៏ដោយហើយគាត់ជាមួយនឹង Samehara គឺអាចស្រូប chakra ពីគូសត្រូវបានបើសិនជាគូសត្រូវណាមួយដែលសម្បូរទៅដោយ chakra គឺមិនមែនជាគូប្រយុទ្ធរបស់ Kisame ទេហើយវាបែរជាធ្វើឲ្យ Kisame គឺកាន់តែខ្លាំងដែលផ្អែកទៅលើ chakraឬក៏ power ពី Bitchu ទាំងអស់នោះហើយនៅក្នុងការវាយគ្នាមួយជាមួយនឹង Killer Bee យើងក៏បានឃើញ Kisame គឺបានធ្វើវាយ៉ាងល្អយើងដឹង Killer Bee គឺជា perfect Jinchuriki មួយប៉ុន្តែសម្រាប់ Kisame គឺគាត់មាន ability នៅក្នុងការ counter ទៅលើ Jinchuriki ទាំងអស់ដែលស្រូបយក chakra ពី Bee ដែលធ្វើឲ្យ Bee គឺពិបាកនៅក្នុងការតដៃហើយ Jutsu ពិសេសដែលបាន perform នៅពេលនោះគឺជា Massive Water Dome ដែលបានបង្កើត bubble ទឹកធំមួយហើយផ្លាស់ទីទៅតាម Kisameហើយនៅក្នុង bubble គឺពិបាកនៅក្នុងការប្រយុទ្ធគ្នាបើសិនជាគូប្រជែងនៅក្នុងនោះយូរគឺគាត់អាចនឹងធ្វើការអស់ខ្យល់ឬក៏ត្រូវបាន Kisame គឺស្រូបយក chakra រហូតតតែ Killer Bee គឺគាត់អាចមាន ability counter មួយជា transportation ហើយ Kisame យើងបានឃើញអ្នកដែលអាច counter គាត់បានគឺជា My Guy
ដែលសារ Guy គឺគាត់ជា natural counter របស់ Kisame មកដូចយើងដឹង Hirodora មិនមែនជា chakra based attack ទេដូច្នេះ Samehara គឺអាចសូប chakra ឬក៏ counter គាត់បានហើយយើងឃើញ Kisame គឺត្រូវបាន My Guy គឺដាក់ឡើងទ្រោមដូច្នេះ Tail Beast Viravatel យើងឲ្យចំណាត់ថ្នាក់គាត់គឺជាលេខ4លេខ3គឺ Itachi គឺជាសមាជិកក្រុម Akatsuki មួយដែលមនុស្សជាច្រើនស្រឡាញ់ហើយក៏ជាតួអង្គមួយដែលមាន debate ធំបំផុតនៅក្នុង Shinobi World តាមយើងដឹង Itachi គឺគាត់មាន Monkiko Sharingan និង Jutsu ដែលវាគ្រោះថ្នាក់ខ្លាំងៗដែលទី1ដែលយើងនិយាយគឺជា Tsukuyomi វាគឺជា Genjutsu កម្រិតខ្ពស់ដែលអាចបំផ្លាញចិត្តគូប្រយុទ្ធនៅក្នុងតែរយៈពេលខ្លីបើសិនជាយើងអត់មាន Sharingan ឬក៏ Mental Resistance ខ្ពស់ទេយើងអាចនឹងធ្វើបាន Itachi គឺដាក់ down ភ្លាមៗទី2គឺ Amaterasu វាគឺជាភ្លើងខ្មៅដែលអាចឆេះគ្រប់បែបយ៉ាងហើយពិបាកនៅក្នុងការ counter ណាស់ជា attack មួយដែលយើងគិតថាមានគ្រោះថ្នាក់បំផុតបើសិនជាយើងត្រូវហើយគឺយើងអាចរត់គេចបានទី3 Susanoo របស់ Itachi វាគឺជាអាវុធពិសេសដែលមាន2ផ្នែកមាន Yata Mirror និង Tatsuka Blade Yata Mirror វាផ្ដល់ defense ខ្លាំងខណៈពេលដែល Tatsuka Blade គឺវាអាចseal គូប្រយុទ្ធបានហើយបើសិនបើគូប្រយុទ្ធគឺត្រូវ Tatsuka Blade គឺអាចនឹងត្រូវបានចាញ់Itachi គឺជាតួអង្គមួយដែលឆ្លាតវិភាគនិងដោះស្រាយបញ្ហាជាច្រើននៅក្នុង Shinobi World ដោយ follow plan តាំងពីដើមហើយក៏អាចប្រើ Genjutsu បានដើម្បីដាក់នៅលើគូប្រជែងទៀតអញ្ចឹងគាត់នៅចំណាត់ថ្នាក់លេខ3លេខ2គឺ Pain ឬក៏ Nagato បើសិនជាយើងនិយាយត្រឹមតែ version របស់គាត់ក្នុងក្រុម Akatsuki យើងសម្គាល់ច្បាស់ថាគាត់គឺមាន body ចំនួន6ដែលគ្រប់គ្នាហៅថាជា Six Path of Pain ability មួយនេះគឺពិបាកក្នុងការវាយគាត់មែនទែនព្រោះមិនមែនជារាងកាយតែមួយដូចជាអ្នកផ្សេងទូទៅគាត់អាចវាយជាច្រើនទិសនិងមាន ability ជាច្រើនប្រភេទ Pain គឺមាន Shinra Tensei ដែលអាចរុញអ្នកផ្សេងចេញពីគាត់បានសមត្ថភាពផ្សេងទៀតដូចជា Chibaku Tensei ដែលអាចបង្កើតដុំផែនដីធំមួយហើយចាប់គូសត្រូវចូលទៅក្នុងនោះចំណែកឯសមាជិកផ្សេងនៅក្នុង Six Path of Pain គឺយើងដឹងម្នាក់ៗគឺសុទ្ធតែមានសមត្ថភាពផ្ទាល់ខ្លួន Path ខ្លះគឺអាចស្រូបយក Ninjutsu អ្នកខ្លះគឺអាច Summoning សត្វខ្លាំងៗហើយដូចជា Asura's Path គឺមានអាវុធគ្រោះថ្នាក់ហើយមាន Path ផ្សេងដែលអាចដកព្រលឹងមនុស្សនិងអ្នកខ្លះទៀតគឺអាច Revive Pain Body ឡើងមកវិញពីការសម្លាប់ហើយអីដែលបង្ហាញពី Pain កាន់តែច្បាស់បំផុតគឺជាការវាយប្រហារទៅលើ Hidden Leafគាត់ប្រយុទ្ធជាមួយនឹង Ninja ជាច្រើននៅក្នុង Konoha ហើយថែមទាំងបានសម្លាប់ទៅលើ Kakashi ទៀតបំផ្លាញទៅលើ Village ទាំងមូលដោយប្រើ Shinra Tensei ហើយបន្ទាប់មកបានវាយគ្នាជាមួយនឹង Naruto ដែលនៅពេលដែល Naruto គឺបាន Master ទៅលើ Sage Mode ហើយទោះជាយ៉ាងណាក៏ដោយ Pain គឺអាចទប់ទៅលើសមត្ថភាពមួយហ្នឹងហើយតលតែ Naruto គឺអាចបើក Nine Tail ទើបអាចវាយ counter ទៅលើ Pain បានចឹង Pain ខ្លាចទៅជាមេដឹកនាំនៃក្រុម Akatsuki វាមិនមែនជារឿងឆាយដនទេគាត់គឺមាន power មាន fear sector និងមាន jutsu ដែលអាចបំផ្លាញ village បានប៉ុន្តែអ្នកដែលគាត់មិនអាច counter បាននោះគឺជា Obito ដោយសារតែ Obito គឺមាន Kamui ឥឡូវគឺយើងចូលមក Obito គឺយើងផ្ដល់ឲ្យគាត់នៅលេខ1ដោយសារតែ Obito នៅក្នុង version ដែលគាត់ពាក់ម៉ាស់ពណ៌ទឹកក្រូចហើយជាសមាជិកក្រុម Akatsuki មួយដែលនៅខាងក្រោយឆាករៀបចំសាច់រឿងឲ្យអ្នកផ្សេងគឺធ្វើរបស់ដែលគាត់ចង់បានទាំងអស់ហើយខាងមួយគឺជាសមត្ថភាពមួយដែល break ខ្លាំងនៅក្នុង Shinobi World ហើយរាងកាយរបស់ Obito ថែមទាំងអាចឆ្លងកាត់ទៅលើការវាយប្រហារផ្សេងការវាយប្រហារជាច្រើនដោយប្រើទៅ Taijutsu និងប៉ះដល់រាងកាយផ្ទាល់គឺត្រូវបានកាត់ផ្ដាច់ហើយខាងមួយនេះគឺអាចបញ្ជូនគូវារបស់គាត់ទៅកាន់ dimension ផ្សេងបានខាងមួយនេះវាគឺជាសមត្ថភាពមួយដែលអាច counter ទៅលើ jutsu សឹងតែទាំងអស់មិនថា physical attack មិនថា ninjutsu មិនថាទៅលើការបំផ្ទុះខ្លាំងឬក៏ប្រភេទសមត្ថភាពលើសដែនកំណត់ដូចជា Shinra Tensei ឬក៏ C3 ខាងមួយគឺអាចកាត់ផ្ដាច់ហើយ Obito ថែមទាំងមាន Genjutsu ដែលខ្លាំងហើយយើងបានឃើញគាត់គឺបានដាក់ទៅលើ Perfect Jinchuriki ទៀតដូចជា Yagura Katarashi ជាមេរបស់ Hidden Mist ដែលធ្វើឲ្យគាត់គឺស្ថិតនៅក្រោម Genjutsu ហើយពិបាកនៅក្នុងការដោះស្រាយណាស់ហើយគាត់ថែមទាំងមាន experience ខ្ពស់នៅក្នុងការប្រយុទ្ធជាមួយនឹងគ្រូខ្លួនឯងជា Minato នៅពេលដែលបើក Nine Tail ឲ្យវាយប្រហារ Konoha បើទោះបីជាការវាយប្រហារនោះគឺចាញ់ក៏ដោយប៉ុន្តែ Obito គឺគាត់ជាកម្រិតខ្លាំងហើយពេលនោះយើងដឹងហើយថា Obito គឺនៅក្មេងទេ
អ្នកដែលយើងអាចគិតថា counter ទៅលើ Obito បានប្រហែលជាមានតែ Itachi ទេមើលទៅដោយសារតែ Itachi គឺគាត់ដឹងពីរឿងសម្ងាត់ច្រើនពីកាមួយអាចរៀបចំ strategy ដើម្បី counter ទៅលើ Obito បានចឹងហើយបានជាយើងឃើញ Obito នៅ scene ខ្លះៗគាត់បានទៅនិយាយមួយ Sasuke គាត់ថែមទាំងបង្ហាញការប្រុងប្រយ័ត្នចំពោះសមត្ថភាពរបស់ Itachi ទៀតទោះជាយ៉ាងណា Obito Uchiha គឺនៅតែជាប់ចំណាត់ថ្នាក់លេខ1នៅក្នុងការ ranking របស់យើងនៅថ្ងៃនេះចឹងបងប្អូនយល់ណាអាច comment ខាងក្រោមជួបគ្នាជាមួយខ្ញុំនៅវីដេអូថ្មីមួយទៀតដែលសល់ឲ្យក៏ Peace and Love I'm up bye bye